បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនពុកម៉ែបងប្អូនអំពីថ្នាំព្យាបាលជំងឺភ្នែកកន្ទុយថ្លែនបាទអញ្ចឹងខាងមុខនឹងហើយពុកម៉ែបងប្អូនបាទនឹងគឺជាខ្ទឹមស្លឹកយើងធម្មតាហ្នឹងរបៀបព្យាបាលពុកម៉ែបងប្អូនគ្រាន់តែក្តិចចុងក្តិចគល់ហើយផ្លុំបាទផ្លុំយកចំហាយចេញពីក្នុងស្លឹកខ្ទឹមហ្នឹងទៅបុកភ្នែកដែលដុះកន្ទុយថ្លែនហ្នឹងប្រើពេល3ថ្ងៃទៅ5ថ្ងៃអាចនឹងរលាយជាបាទអញ្ចឹងលឿនមែនទែនពុកម៉ែបងប្អូនបាទលឿនណាស់បាទមិនបាច់ហត់ដាំទឹកស្ងោរហូបទេគ្រាន់តែផ្លុំយកចំហាយចេញពីក្នុងស្លឹកខ្ទឹមហ្នឹងទៅប៉ះជាមួយនឹងភ្នែកដែលដុះកន្ទុយថ្លែនហ្នឹងបាទធ្វើឲ្យរលាយបាត់បាទហើយបទពិសោធន៍ផ្ទាល់របស់ខ្ញុំកាលពីជាង20ឆ្នាំមុនបាទខ្ញុំធ្លាប់ផ្លុំឲ្យគេបាទកាលនោះបើមិន3ថ្ងៃគឺ5ថ្ងៃយ៉ាងយូរប៉ុន្តែប្រហែលជា3ថ្ងៃទេដោយសារតែកាលនោះខ្ញុំផ្លុំមួយថ្ងៃ3ដងពេលព្រឹកពេលថ្ងៃនិងពេលល្ងាចបាទឆាប់ជាទេបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយឺនយូរបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ